សួស្តីបងប្អូនទាំងអស់គ្នាដែលទស្សនានេះជាប្រភេទមន់ស្រែចាប់ទុកបោកកុំយំមន់ស្រែមានច្រើនអានេះចាប់ពីផ្ទះកសិករមកតែគាត់ចាំជាប្រភេទសហគមន៍មន់សហគមន៍មានច្រើនគ្រួសារស្មាបងធ្វើការមន់សេអីកំងបោចហើយអីអាចចាក់តងបាននេះជាមន់ស្រែបោចហើយមន់ស្រែ 100% ហ្មងមិនប្រភេទមន់យួនដែលភាគច្រើនគេនាំចូលនេះខាងចុងហើមពេញគេកំងច្រើនម្ដង30 40 50 អានឹងសម្រាប់រោងបុណ្យបើតាមរោងការវិញអាច300 ទៅ 400យ៉ាប់អា baby យំហើយ baby ខ្ញុំវីដេអូនេះក៏ប៉ុណ្ណឹងអរគុណច្រើនសម្រាប់បងប្អូនទស្សនា